នៅសម័យបុរាណពេលដែលមនុស្សនៅតែរស់នៅជាមួយធម្មជាតិមានព្រះនាងមួយអង្គរស់នៅលើអាកាសដ្ឋានព្រះនាងមានឈ្មោះថាព្រះនាងភ្លើងព្រះនាងមានស្បែកភ្លឺដោយពន្លឺថ្ងៃកេសរដោយព្រះអាទិត្យក៏ព្រះនាងជាម្ចាស់នៃកម្ដៅនិងពន្លឺដែលអាចផ្ដល់ជីវិតឲ្យសត្វនិងរុក្ខជាតិទាំងអស់ព្រះនាងភ្លើងតែងតែមានសេចក្តីមេត្តាចំពោះមនុស្សរាល់ពេលពិភពលោកត្រជាក់ឬភ្លៀងធ្លាក់យូរព្រះនាងនឹងបញ្ចេញពន្លឺឲ្យកម្ដៅដីនឹងជួយឲ្យផ្ការីកដុះឡើងវិញប៉ុន្តែពេលនោះមានព្រះនាងមួយអង្គទៀតឈ្មោះថាព្រះនាងទឹកដែលគេចូលចិត្តធ្វើអំពើផ្ទុយគ្នាព្រះនាងទឹកស្រឡាញ់ភាពត្រជាក់និងភ្លៀងព្រះនាងភ្លើងនិងព្រះនាងទឹកជាសត្រូវគ្នាមកតាំងពីបុរាណថ្ងៃមួយព្រះនាងទឹកកើតសេចក្តីស្អប់ជាខ្លាំងដោយព្រះនាងភ្លើងតែងតែទទួលបានការសរសើរពីមនុស្សថាជាពន្លឺនៃជីវិតដូច្នេះព្រះនាងទឹកបានប្រើអំណាចដីខ្លាយជាព្រិលការដាំដុះស្លាប់ទាំងអស់មនុស្សចាប់ផ្ដើមខ្វះអាហារព្រះនាងភ្លើងឃើញដូច្នោះក៏សោកស្ដាយព្រះនាងបានបញ្ចេញពន្លឺក្តៅស្ទើរតែដុតអាកាសឲ្យទឹកស្ងួតតែព្រះនាងទឹកក៏មិនបោះបង់ទាំងពីរបានប្រយុទ្ធគ្នាដល់ថ្នាក់ភពផែនដីជិតត្រូវបំផ្លាញដោយភ្លើងនិងទឹកព្រះសង្គ្រាមមេឋានបានចូលមកសម្រួលនិងស្នើឲ្យព្រះនាងទាំងពីររស់នៅដោយសន្តិភាពព្រះនាងភ្លើងនិងព្រះនាងទឹកបានយល់ស្របគ្នាថាពិភពលោកត្រូវការដើម្បីរក្សាតុល្យភាពពិភពលោកបានស្ដារឡើងវិញមនុស្សទទួលបានពន្លឺនិងទឹកជាផលប្រយោជន៍ដ៏អស្ចារ្យនៅលើផែនដីមានក្មេងប្រុសតូចម្នាក់ឈ្មោះថាភ្លេងគាត់ស្រឡាញ់ធម្មជាតិហើយតែងតែសូត្រព្រះសាសនានៅពេលព្រឹកម្ដាយគាត់ប្រាប់គាត់ថាកូនអើយបើគ្មានព្រះនាងភ្លើងយើងនឹងត្រជាក់ប៉ុន្តែបើគ្មានព្រះនាងទឹកយើងនឹងស្លាប់ដោយសារខ្វះទឹកពេលនោះភ្លេងចាប់ផ្ដើមចង់ឃើញព្រះនាងភ្លើងម្ដងមើលដូច្នេះក្នុងយប់មួយដែលពន្លឺភ្លើងបញ្ចេញចេញពីមេឃស្រស់ស្អាតគាត់បានសូមចិត្តថាសូមព្រះនាងភ្លើងបង្ហាញខ្លួនម្ដងឲ្យខ្ញុំបានឃើញមុខដ៏ភ្លឺរបស់ព្រះនាងអស់ពេល3យប់ព្រះនាងភ្លើងបានឮសូរសំណុំពរព្រះនាងចុះមកបំភ្លឺនៅលើភ្នំខ្នងមួយភ្លេងបានឃើញពន្លឺចាំងចាញ់និងសំឡេងស្រទន់ស្រាវនិយាយថាកូនតូចអ្នកហៅខ្ញុំមកធ្វើអ្វីតែគាត់ឆ្លើយដោយស្មោះថាខ្ញុំគ្រាន់តែចង់ដឹងថាអ្នកជាម្ចាស់ពន្លឺដែលផ្ដល់ជីវិតឲ្យយើងមែនទេខ្ញុំចង់អរគុណចំពោះអ្នកព្រះនាងភ្លើងញញឹមពន្លឺរបស់នាងចាំងដូចមាសលើមុខក្មេងប្រុសនាងនិយាយថាកុមារល្អពន្លឺដែលអ្នកឃើញមិនមែនសម្រាប់ខ្ញុំទេតែសម្រាប់អ្នកទាំងអស់តែចូលចង់ចាំថាភ្លើងអាចផ្ដល់កម្ដៅនិងអាចដុតក៏បានដែរប្រើវាជាមួយចិត្តល្អនិងសន្យាថានឹងប្រើភ្លើងសម្រាប់ជួយមនុស្សដូចជាផ្ទាំងភ្លើងតូចៗក្នុងចិត្តគាត់រាល់ពេលភ្លេងធ្វើការជួយមនុស្សឬជួយសត្វព្រះនាងភ្លើងនឹងបញ្ចេញពន្លឺមួយលើក្បាលគាត់ថ្ងៃមួយភ្លេងបានជួបនឹងកម្លោះម្នាក់ដែលជាអ្នកបង្ហាញអំណាចរបស់ព្រះនាងទឹកគាត់ឈ្មោះថាតុនគិតថាភ្លេងជាសិទ្ធិរបស់ព្រះនាងភ្លើងដូច្នេះគាត់ចាប់ផ្ដើមប្រកួតប្រជែងពួកគេប្រើអំណាចភ្លើងនិងទឹកប្រយុទ្ធគ្នាដូចជាព្រះនាងទាំងពីរនៅថ្ងៃបុរាណភ្លេងចាប់ផ្ដើមយល់ថាការប្រយុទ្ធមានអត្ថន័យគាត់សូមទោសនិងសូត្រទៅកាន់ព្រះនាងភ្លើងខ្ញុំខុសហើយព្រះនាងខ្ញុំប្រើអំណាចដោយអារម្មណ៍ទាំងស្រុងព្រះនាងភ្លើងបានចេញពន្លឺមួយដែលទុនបញ្ចូលទៅក្នុងចិត្តភ្លេងនិងទុនឲ្យគេយល់ថាភ្លើងនិងទឹកអាចបង្កើតអ្វីស្រស់ស្អាតជាមួយគ្នាដូចជាពពកនិងពន្លឺថ្ងៃពីថ្ងៃនោះមកភ្លេងនិងទុនคล้ายជាមិត្តល្អពួកគេបង្រៀនមនុស្សឲ្យចេះប្រើធម្មជាតិដោយមានសមធម៌និងមិនបំផ្លាញធម្មជាតិទៀតពេលវេលាកន្លងទៅជាច្រើនឆ្នាំពន្លឺដែលព្រះនាងភ្លើងធ្លាប់ផ្ដល់ឲ្យគាត់នៅតែភ្លឺរលោងនៅក្នុងចិត្តគាត់រាល់ពេលគាត់អធិដ្ឋានឬជួយមនុស្សផ្សេងពន្លឺតូចនោះនឹងចាំងចែងនៅលើដៃគាត់ដូចជាផ្កាភ្លើងតូចៗថ្ងៃមួយនៅពេលព្រះនាងភ្លើងកំពុងបំភ្លឺលើអាកាសឥន្ទ្រីដែលជាស្នេហារបស់ព្រះអគ្គិសនីនាំដំណឹងមកព្រះនាងភ្លើងវាផឹកពន្លឺរបស់អ្នកនឹងធ្វើឲ្យភ្លើងបាត់បង់កម្លាំងព្រះនាងភ្លើងស្ទើរតែបាត់អារម្មណ៍ពន្លឺនាងចាប់ផ្ដើមស្រអាប់មនុស្សលើផែនដីសីតុណ្ហភាពធ្លាក់ចុះភ្លៀងមិនឈប់ព្រះនាងទឹកក៏សោកស្ដាយប៉ុន្តែអំណាចនាងក៏ត្រូវប៉ះពាល់ដែរ
ព្រះនាងភ្លើងសម្រេចចិត្តហៅភ្លេងមកជួយព្រះនាងនិយាយតាមសំឡេងក្នុងសុបិនរបស់គាត់កូនអើយភ្លេងពន្លឺកំពុងរលត់មានអ្វីមួយកំពុងស្រូបកម្លាំងខ្ញុំតែអ្នកជាមនុស្សតែមួយដែលអាចសង្គ្រោះវាបានភ្លេងភ្ញាក់ពីគេងដោយចិត្តក្លាហានគាត់ដើរចេញពីភូមិដើរឆ្លងកាត់ភ្នំនិងទន្លេដើម្បីទៅរកទីកន្លែងដែលពន្លឺរលត់នៅទីនោះគាត់បានជួបនឹងសត្វអធម្មនៈមួយឈ្មោះថាអន្ទាភាពសត្វនៃភាពងងឹតវាមានរាងដូចខ្យល់ខ្មៅមានភ្នែកក្រហមភ្លឺដូចភ្លើងក្តៅអន្ទាភាពនិយាយដោយសំឡេងដូចខ្យល់បក់មនុស្សតូចញាក់មករកអ្វីពន្លឺជាសត្រូវនៃសត្វភាពងងឹតខ្ញុំនឹងស្រូបវាឲ្យអស់នឹងធ្វើឲ្យពិភពលោកស្ងប់ដោយសេចក្តីស្ងាត់ភ្លេងឆ្លើយថាប៉ុន្តែបើគ្មានពន្លឺពិភពលោកនឹងបាត់បង់ជីវិតយើងត្រូវរស់នៅជាមួយគ្នាប៉ុន្តែអន្ទាភាពមិនស្ដាប់ទេវាបាញ់ខ្យល់ខ្មៅមកលើគាត់ភ្លេងយកដៃរបស់គាត់បង្ហាញពន្លឺដែលព្រះនាងភ្លើងធ្លាប់ផ្ដាល់ឲ្យពន្លឺនោះคล้ายជាភ្លើងមាសរាងដូចស្លាបនិងការពារគាត់ពីភាពងងឹតការប្រយុទ្ធបន្តរយៈពេលយូរនៅវិនាទីចុងក្រោយភ្លេងចងចាំពាក្យព្រះនាងភ្លើងអាចដុតប៉ុន្តែអាចផ្ដល់កម្ដៅថងប្រើវាជាមួយសេចក្តីស្រឡាញ់គាត់បិទភ្នែកនិងដាក់ដៃលើចិត្តប្រើពន្លឺក្នុងចិត្តជាសេចក្តីមេត្តាមិនមែនជាកម្លាំងប៉ុន្តែអន្ទាភាពមិនអាចទប់បានវាប្រែខ្លួនទៅជាផ្កាខ្មៅតូចមួយនិងលង់ទៅក្នុងដីព្រះនាងភ្លើងបានស្ដារកម្លាំងវិញពន្លឺចាំងចាញ់ជាថ្មីព្រះនាងចុកមកមើលភ្លេងនិងនិយាយថាអ្នកបានសង្គ្រោះពិភពលោកចាប់ពីថ្ងៃនេះទៅអ្នកនឹងក្លាយជាអ្នកការពារពន្លឺ